សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកមកនិយាយអំពីជីវប្រវត្តិដ៏លម្អិតនិងគួរឲ្យចាប់អារម្មណ៍របស់តារាសម្ដែងនិងជាតារាចម្រៀងហុងកុងដ៏ល្បីល្បាញគឺលោក Jordan Chan ដែលត្រូវបានគេស្គាល់ផងដែរថា Chan Siu Chun ដែលប្រិយមិត្តអ្នកទស្សនារឿងរបស់គាត់តែងតែហៅគាត់ថាមន់ព្រៃលោកមិនត្រឹមតែជាតារាជើងចាស់នៅក្នុងឧស្សាហកម្មកម្សាន្តប៉ុណ្ណោះទេតែថែមទាំងជានិមិត្តរូបនៃភាពតស៊ូលំបាករហូតបានជោគជ័យផងដែរលោក Jordan Chan បានកើតនៅថ្ងៃទី8ខែកក្កដាឆ្នាំ1967នៅក្នុងគ្រួសារជនជាតិហាកាមួយដែលជាក្រុមជនជាតិចេញពីជនជាតិហាននៅក្នុងភូមិជនបទមួយនៃទីក្រុងហួយជូខេត្តគួងដុងភាគខាងត្បូងនៃប្រទេសចិនជីវិតកាលពីកុមារភាពរបស់លោកគឺពោរពេញទៅដោយភាពលំបាកនិងការតស៊ូគ្រួសាររបស់លោកក្រីក្រខ្លាំងរហូតដល់មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគទៀតផងJordan Chan ធ្លាប់បានរៀបរាប់អំពីភាពតក់ស្លុតនៅក្នុងវ័យកុមារថាលោកធ្លាប់ស្នើឲ្យឪពុករបស់លោកប្អូនប្រុសរបស់លោកទៅឲ្យគ្រួសារអ្នកមានដើម្បីបន្ធូរបន្ថយស្ថានភាពលំបាកនៅក្នុងគ្រួសារហើយរឿងនេះនៅតែជាការសោកស្ដាយបំផុតនៅក្នុងជីវិតរបស់លោកឪពុករបស់លោកគឺជាមនុស្សដែលមានភាពតឹងរ៉ឹងណាស់ចំពោះកូននិងគ្រួសារហើយធ្លាប់បានចងលោកទុកនៅក្នុងផ្ទះដោយខ្លាចលោកលួចរត់ទៅដើរលេងដោយមិនបានមើលថែប្អូននៅក្នុងវ័យកុមារលោកត្រូវធ្វើការនៅវាលស្រែកាត់ស្មៅនិងឃ្វាលគោទៀតផងនៅក្នុងវ័យជំទង់លោកបានឈប់រៀននៅពេលដែលគ្រួសារផ្លាស់ទៅរស់នៅទីក្រុងហុងកុងដើម្បីស្វែងរកជីវភាពប្រសើរជាងមុនពួកគេបានរស់នៅក្នុងបន្ទប់តូចចង្អៀតមួយនៅក្នុងតំបន់អនាធិបតេយ្យលោកChanបានចាប់ផ្ដើមធ្វើការងារជាច្រើនដើម្បីជួយគ្រួសារដូចជាកម្មករសំណង់ចុងភៅនៅហាងឌីមសាំអ្នកបម្រើនៅតូបលក់អាហារតាមដងផ្លូវនិងជាជាងកាត់សក់នៅហាងកែសម្ផស្សទៀតផងចំណុចរបត់ដ៏សំខាន់នៅក្នុងជីវិតរបស់លោក Chan បានកើតឡើងនៅក្នុងឆ្នាំ1985នៅពេលដែលលោកបានចុះឈ្មោះចូលរៀនថ្នាក់បណ្ដុះបណ្ដាលអ្នករាំ ឬ Dancer Training Class របស់ទូរទស្សន៍ TVB ក្រោយពីបញ្ចប់ការសិក្សាលោកបានចូលរួមជាមួយនឹងក្រុមរាំរបស់ Studio មួយចំនួនដែលជាអ្នករាំអមឲ្យតារាចម្រៀងល្បីៗនៅក្នុងពេលសម្ដែងផ្ទាល់លោកធ្លាប់បានធ្វើការជាមួយនឹងសិល្បករល្បីៗជាច្រើនរួមមានលោក Alan Tam, Leslie Chang និងអ្នកស្រី Anita Moy ដោយសារទេពកោសល្យនិងភាពលេចធ្លោលោកត្រូវបានផលិតករអញ្ជើញឲ្យលោកនិពន្ធទំនុកច្រៀងនិងបទភ្លេងឬអ្នកគ្រប់គ្រងដំណើរការថតនិងកែសម្រួលសម្រាប់បទចម្រៀងថ្មីមួយអាជីពតន្ត្រីរបស់លោកChanត្រូវបានគេស្គាល់ថាបាននាំមកនូវរសជាតិ Hip Hop ដល់តន្ត្រី Cantopop របស់ហុងកុងដោយលោកបានចាប់ផ្ដើមច្រៀង Rap និងបន្ថែមចង្វាក់ Hip Hop នៅក្នុងបទចម្រៀងរបស់លោកតាំងពីប្រហែលឆ្នាំ2002មកម្លេះនៅឆ្នាំ1994លោកបានបោះជំហានចូលក្នុងពិភពភាពយន្តជាលើកដំបូងនៅក្នុងខ្សែភាពយន្តមានចំណងជើងថា20 something សម្រាប់តួនាទីនៅក្នុងភាពយន្តនេះលោកបានទទួលពានរង្វាន់តារាសម្ដែងជាតួរងល្អបំផុតឬ The Best Supporting Actor ពីពានរង្វាន់ភាពយន្តហុងកុង Hong Kong Film Awards រួមទាំងការតែងតាំងសម្រាប់ពានរង្វាន់តារាសម្ដែងថ្មីល្អបំផុតទៀតផងនៅក្នុងឆ្នាំ1996លោក Jordan Chan បានបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំមួយនៅក្នុងប្រភេទភាពយន្តបែប Street ឬក្រុមជនពីលតាមរយៈភាពយន្ត Young and Dangerous នៅក្នុងតួអង្គជា Chicken Chief ឬមាន់ព្រៃភាពយន្តនេះទទួលបានភាពជោគជ័យយ៉ាងគំហុកហើយបាននាំឲ្យមានវគ្គបន្តនិងរឿងដាច់ដោយឡែកដែលលោកបានសម្ដែងជាច្រើនរឿងទៀតរហូតដល់ឆ្នាំ2000តួអង្គនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តអ្នកគាំទ្រហើយធ្វើឲ្យលោកបានក្លាយទៅជាកំពូលតារាដែលតំណាងឲ្យភាពយន្តប្រភេទនេះក្រៅពី Young and Dangerous លោក Chan ក៏ល្បីល្បាញសម្រាប់តួអង្គជា Wai Xiaobo នៅក្នុងរឿងភាគទូរទស្សន៍បន្ទាប់បន្សំរឿងប្រឡោមលោករបស់ Louis Cha ចំណងជើងថា The Duke of Mondia នៅក្នុងឆ្នាំ1998លោកក៏បានសម្ដែងនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនទៀតរួមមាន Initial D ក្នុងឆ្នាំ2005 Color of the Game ក្នុងឆ្នាំ2017 Golden Job ក្នុងឆ្នាំ2018 Born to be King ក្នុងឆ្នាំ2000 Golden Job សម្ដែងជាមួយ Ekin Cheng ក្នុងឆ្នាំ2018និងក្រុម Young and Dangerous ឡើងវិញTrivisa ក្នុងឆ្នាំ2016រឿងនេះទទួលបានពានរង្វាន់ជាច្រើនមាន Suddenly in Black ក្នុងឆ្នាំ2003 The Spy Dead ក្នុងឆ្នាំ2003 Color of the Truthក្នុងឆ្នាំ2003 Bio Zombie នៅក្នុងឆ្នាំ1998 Hot War ក្នុងឆ្នាំ1998 Downtown Torpedoes ក្នុងឆ្នាំ1997 God of Gambler 3 The Early Start ក្នុងឆ្នាំ1997 Big Bullet ក្នុងឆ្នាំ1996 War of the Underworld ក្នុងឆ្នាំ1996 Is a Woman She a Man ក្នុងឆ្នាំ1994រឿងនេះធ្វើឲ្យគាត់ទទួលបានការតែងតាំងពានរង្វាន់20 something ក្នុងឆ្នាំ1994និងភាពយន្តទទួលបានការតែងតាំងពានរង្វាន់ជាច្រើនទៀត
ថ្មីនេះលោកបានពង្រីកឥទ្ធិពលរបស់លោកតាមរយៈការចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ Wari TV ចិនល្បីៗជាច្រើនដូចជា Where Are We Going That Way ក្នុងឆ្នាំ2017ដែលធ្វើឲ្យកូនប្រុសរបស់លោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងកម្មវិធី Call Me by Fire នៅរដូវកាលទី1និងរដូវកាលទី2ដែលលោកបានទទួលចំណាត់ថ្នាក់លេខ1ផងដែរលោក Jordan Chan បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្ដែងហុងកុងគឺអ្នកស្រី Cherry Ying នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់គឺថ្ងៃទី14ខែកុម្ភៈឆ្នាំ2010នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកគូស្នេហ៍មួយគូនេះត្រូវបានគេស្គាល់ថាមានចំណងស្នេហ៍ដ៏រឹងមាំនិងផ្អែមល្ហែមដែលតែងតែបង្ហាញនូវក្តីស្រឡាញ់ដោយបើកចំហពួកគេមានកូនប្រុសចំនួន2នាក់កូនប្រុសច្បងឈ្មោះ Jasper ដែលត្រូវបានគេស្គាល់ជាសាធារណៈថា Chan Ho Lim ដែលបានក្លាយទៅជាតារាតូចមួយបន្ទាប់ពីបង្ហាញខ្លួននៅក្នុងកម្មវិធី Where Are We Going That Way ចំណែកឯកូនប្រុសទី2មានឈ្មោះហៅក្រៅថាហូហូដែលត្រូវបានគេស្គាល់ជាសាធារណៈថា Chan Sujin ដែលបានចាប់កំណើតនៅក្នុងឆ្នាំ2020នៅក្នុងឆ្នាំ2021លោក Chan ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់យ៉ាងច្រើនដើម្បីបដូរឈ្មោះចិនរបស់លោកឈ្មោះភរិយានិងកូនរបស់លោកទៅតាមការណែនាំរបស់អ្នកទស្សន៍ទាយល្បីម្នាក់ដោយសង្ឃឹមថានឹងនាំមកនូវសំណាងល្អឈ្មោះចិនថ្មីរបស់លោកត្រូវបានគេរាយការណ៍ថាគឺ Chan Taichun ការផ្លាស់ប្ដូរនេះត្រូវបានគេជឿថាបានជួយលើកស្ទួយអាជីពរបស់លោកកាន់តែជោគជ័យថែមទៀតតួអង្គ Chicken Chiu ឬមន់ព្រៃពីខ្សែភាពយន្ត Young and Dangerous បានក្លាយទៅជាតួអង្គដែលយុវជននៅសម័យនោះចម្លងតាមច្រើនបំផុតតួអង្គនេះតំណាងឲ្យភាពស្មោះត្រង់ភាពក្លាហាននិងភាពបះបោរដែលទោះបីជាស្ថិតនៅក្នុងពិភពក្រុមជនពាលក៏ដោយក៏នៅតែមានតម្លៃនៃមិត្តភាពខ្ពស់រូបភាពរបស់លោក Chan ដែលមានសក់ពណ៌មាសនិងកាយវិការមុតមាំបានក្លាយទៅជានិមិត្តរូបមួយនៅក្នុងវប្បធម៌ Street ឬភាពយន្តក្រុម Mafia របស់ហុងកុងបើទោះបីជាល្បីល្បាញដោយសារតែតួអង្គជាមនុស្សអាក្រក់ឬអ្នកលេងក៏ដោយលោក Chan មិនជាប់គាំងជាមួយនឹងប្រភេទតួអង្គតែមួយឡើយលោកបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងប្រភេទភាពយន្តកំប្លែងដូចជា God of Gambler 3 The Ellie Stark ក្នុងឆ្នាំ1997និងតួអង្គបែបបុរាណនៅក្នុងរឿងភាគ The Duke of Mondia ក្នុងឆ្នាំ1998ដែលទាមទារភាពប៉ិនប្រសប់ក្នុងការសម្ដែងបែបលេងសើចនិងមនោសញ្ចេតនាក្នុងនាមជាតារាចម្រៀងលោក Chan បានបញ្ចេញអាល់ប៊ុមជាច្រើនដែលទទួលបានការគាំទ្រជាខ្លាំងជាពិសេសនៅក្នុងទសវត្សរ៍ឆ្នាំ90បទចម្រៀងរបស់លោកជាច្រើនដូចជាបៅពីជាប្រភេទបទ cover និង I Don't Know What to Do លោកបានប្រើតន្ត្រីដើម្បីឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួននិងបទពិសោធន៍ដ៏លំបាកកាលពីកុមារនៅក្នុងឆ្នាំ2003លោក Jordan Chan បានបង្កើតក្រុមតន្ត្រីមួយដែលមានឈ្មោះថា 3T រួមជាមួយនឹងតារាស្រីល្បីៗពីររូបគឺ Bobby Hong និង Vincy Wong ក្រុមនេះបានចេញអាល់ប៊ុមមួយដែលមានចំណងជើងថា 3T ដែលបង្ហាញពីការប៉ុនប៉ងរបស់លោកក្នុងការធ្វើពិសោធន៍ជាមួយនឹងទម្រង់តន្ត្រីថ្មីៗនិងការសហការជាមួយនឹងសិល្បករផ្សេងៗចាប់ពីប្រហែលជាឆ្នាំ2010មកលោក Chan បានផ្ដោតលើការងារសំខាន់របស់លោកលើទីផ្សារប្រទេសចិនដីគោកការសម្រេចចិត្តនេះគឺស្របតាមនិន្នាការរបស់តារាហុងកុងជាច្រើនទៀតដែលបានមើលឃើញពីសក្តានុពលដ៏ធំនៃទីផ្សារកម្សាន្តនៅចិនការចូលរួមរបស់លោកនៅក្នុងកម្មវិធី Wari ET ដ៏ពេញនិយមឬ Where Are We Going That Wayក្នុងឆ្នាំ2017បានជួយឲ្យលោកទទួលបានប្រជាប្រិយភាពឡើងវិញក្នុងចំណោមទស្សនិកជនជំនាន់ថ្មីជាពិសេសដោយសារភាពស្មោះត្រង់ក្រោយមកកម្មវិធី Call Me by Fire ក្នុងឆ្នាំ2021និង2022បានបញ្ជាក់ពីភាពល្បីល្បាញរបស់លោកឡើងវិញដោយលោកបានបង្ហាញពីសមត្ថភាពចម្រៀងនិងរាំដ៏អស្ចារ្យដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការប្រកួតលោក Jordan Chan មិនត្រឹមតែជាតារាដែលមានសមត្ថភាពទេតែថែមទាំងមានទស្សនៈជ្រាលជ្រៅចំពោះជីវិតគ្រួសារការងារនិងសង្គមផងដែរលោក Chan ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់និងមានភាពតឹងរ៉ឹងប៉ុន្តែបន្ទាប់ពីរៀបការជាមួយនឹងអ្នកស្រី Cherry Ying មកជីវិតរបស់លោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងអ្នកស្រី Cherry Ying តែងតែបង្ហើបថាលោក Chan គឺមានភាពទន់ភ្លន់ខ្លាំងណាស់នៅក្នុងផ្ទះហើយតែងតែស្ដាប់បង្គាប់ភរិយាភាពជាឪពុកនៅក្នុងកម្មវិធី Where Are We Doing That បានបង្ហាញអំពីការលះបង់របស់លោកក្នុងការរៀនសូត្រពីរបៀបធ្វើជាឪពុកដែលប្រសើរជាងមុនដោយដំបូងឡើយលោកមានការលំបាកក្នុងការបង្ហាញពីក្តីស្រឡាញ់ចំពោះកូនប្រុស Jasper ចំណងអាពាហ៍ពិពាហ៍របស់លោក Chan ជាមួយនឹងអ្នកស្រី Ying ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងដោយសារតែពួកគេទាំងពីរតែងតែការពារនិងគាំទ្រគ្នាទៅវិញទៅមកជាសាធារណៈលោក Chan ធ្លាប់បាននិយាយថាខ្ញុំចូលចិត្តនាងតែងតែសើចនាងស្រឡាញ់ភាពសប្បាយរីករាយខ្ញុំគ្រាន់តែដឹងថានាងជាប្រពន្ធរបស់ខ្ញុំហើយខ្ញុំត្រូវតែស្រឡាញ់នាង
តាមរយៈការល្បីល្បាញរបស់លោក Jordan Chan បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនជាពិសេសដែលទាក់ទងទៅនឹងការអប់រំនិងជំនួយដល់កុមារក្រីក្រនៅក្នុងតំបន់ជនបទលោកតែងតែលើកទឹកចិត្តដល់យុវជនឲ្យជៀសវាងពីផ្លូវអាក្រក់និងអំពើអបាយមុខបើទោះបីជាលោកធ្លាប់បានសម្ដែងជាតួអង្គជនពាលឬបងធំក៏ដោយដោយដែលបានរៀបរាប់មុននេះការចូលរួមរបស់លោកក្នុងគណៈកម្មាធិការនយោបាយប្រជាជនចិននៃទីក្រុងហ៊ុយជូបង្ហាញពីការបដិញ្ញាចិត្តរបស់លោកក្នុងការចូលរួមអភិវឌ្ឍតំបន់កំណើតរបស់លោកនិងចូលរួមក្នុងកិច្ចការសាធារណៈសរុបមកលោក Jordan Chan មិនត្រឹមតែជាតារាមួយរូបដែលបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យនៅក្នុងវិស័យភាពយន្តនិងតន្ត្រីប៉ុណ្ណោះទេតែថែមទាំងជាគំរូនៃបុគ្គលម្នាក់ដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្លួនពីភាពលំបាកមកជាភាពជោគជ័យនិងសុភមង្គលក្នុងគ្រួសារដ៏កក់ក្ដៅដែលពិតជាគួរឲ្យកោតសរសើរសូមគោរពជូនពរចំពោះទស្សនិកជននិងអ្នកគាំទ្រទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូរបស់ Star Info យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រដ៏កក់ក្ដៅនិងការយកចិត្តទុកដាក់តាមដានតាំងពីដើមរហូតដល់ចប់ពេញចិត្តវីដេអូនេះសូមចុច like និង comment ខាងក្រោមវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ